ว่าកម្ពុជាបានសម្រេចចំពោះស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ Mr. X Gaming បន្ទាប់ពីប្រើពាក្យសម្ដីលើវីរៈកងទ័ពស្ត្រីម្នាក់ដែលត្រូវបានរាយការណ៍ថាជាម្ចាស់ហាងលក់ទូរស័ព្ទដែលបានប្រើប្រាស់ពាក្យសម្ដីប្រមាថលើវីរៈកងទ័ពកាលពីពេលកន្លងទៅត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ពតាមព័ត៌មានដែលបានផ្សព្វផ្សាយស្ត្រីរូបនេះរស់នៅចំណុចបូរី ML ផ្ទះលេខ1ផ្លូវលេខ1ភូមិដូងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនចំពោះការប្រើប្រាស់ពាក្យសម្ដីដែលត្រូវបានចាត់ទុកថាមានលក្ខណៈប្រមាថនិងប៉ះពាល់ដល់កិត្តិយសនិងទឹកចិត្តរបស់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិនិងទឹកដីយោងតាមការប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2026កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះអនុវត្តការឃាត់ខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទនៅទីតាំងខាងលើប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ 7:00 នាទីព្រឹកដោយជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្ថាប័នជំនាញដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវបន្ថែមទៅលើអង្គហេតុដែលពាក់ព័ន្ធតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យមានឈ្មោះចិន្តាសវណ្ណរីភេទស្រីអាយុ32ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនិងមានទីលំនៅនៅបូរី ML ផ្ទះលេខ1ផ្លូវលេខ1ភូមិដូងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញបច្ចុប្បន្នស្ត្រីរូបនេះត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីតាមការបញ្ជាក់របស់សមត្ថកិច្ចករណីស្ត្រីរូបនេះគ្មានការយោគយល់ទេគឺកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ការឃាត់ខ្លួននេះបានកើតឡើងក្រោយផ្ទុះការចែករំលែកពាក់ព័ន្ធនឹងករណីស្ត្រីខាងលើប្រើពាក្យសម្ដីជេរប្រមាថលើវីរៈកងទ័ពត្រូវបានខ្ចរខ្ចាយនៅលើបណ្ដាញសង្គមនិងបង្កឲ្យមានការរិះគន់យ៉ាងទូលំទូលាយមហាជនមួយចំនួនបានសម្ដែងការមិនពេញចិត្តដោយយល់ថាការដែលហ៊ានប្រើសម្ដីលើសលួសយ៉ាងធ្ងន់ធ្ងរលើវីរៈជនដែលហ៊ានបូជាជីវិតការពារទឹកដីប្រកាសណាស់ថាគ្រប់គ្នាច្បាស់ជាមិនសុខចិត្តឬសំងំស្ងៀមមើលការឈឺចាប់របស់វីរៈកងទ័ពរងការប្រមាថឡើយបើតាមព័ត៌មានដែលទទួលបានជាបន្តបន្ទាប់ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទរូបនេះធ្លាប់បានជេរប្រមាថអតិថិជនជាច្រើនករណីណាស់ហើយការជេរប្រមាថវីរៈកងទ័ពជួរមុខមិនមែនជាករណីលើកទី1របស់ស្ត្រីនេះទេទន្ទឹមនឹងនេះនាពេលថ្មីៗមុននឹងឈានដល់ករណីឃាត់ខ្លួនស្ត្រីខាងលើក៏បានចេញវីដេអូសំទោសជាសាធារណៈនិងទទួលស្គាល់កំហុសខ្លួនដែរក៏ប៉ុន្តែត្រឹមពាក្យសំទោសប៉ុណ្ណឹងមិនគ្រប់គ្រាន់អាចប៉ះប៉ូវនៅកំហឹងមហាជនបានឡើយយ៉ាងណាក៏ដោយព័ត៌មានលម្អិតបន្ថែមអំពីដំណើរការសំណុំរឿងនិងលទ្ធផលនៃការសាកសួរនឹងត្រូវរងចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចនិងស្ថាប័នតុលាការ